ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជួបខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំក៏មានមុខម្ហូបមួយមុខផងដែរចាគឺខ្ញុំមកជៀនពងទាជាប់ភ្នៅជាមួយនឹងសៀងចាមុនដំបូងគឺខ្ញុំមកជៀនពងទាជាមុនសិនចំពោះពងទាគឺខ្ញុំដាក់ចំនួន4គ្រាប់ចាដោយដំបូងគឺខ្ញុំដាក់ខ្លាញ់នៅក្នុងខ្ទះឲ្យក្តៅបន្ទាប់មកខ្ញុំពុះពងទាចូលចាបន្ទាប់មកខ្ញុំទុកវាមួយសន្ទុះដើម្បីឲ្យពងទាវាឆ្អិនមួយចំហៀងបន្ទាប់ពីពងទារបស់ខ្ញុំហ្នឹងវាបានឆ្អិនមួយចំហៀងហើយអញ្ចឹងខ្ញុំធ្វើការប្រែពងទាទាំង4ហ្នឹងឲ្យឆ្អិនមួយចំហៀងទៀតតែខ្ញុំដាក់អត់ឲ្យឆ្អិនខ្លាំងទេគឺឆ្អិនបែបជាប់ភ្នៅចាអញ្ចឹងពងទារបស់ខ្ញុំវាបានឆ្អិនទាំងសងខាងហើយអញ្ចឹងខ្ញុំចាប់ផ្ដើមដួសវាទុកដាក់ចានមួយឡែកសិនចាឥឡូវដល់វគ្គខ្ញុំមកហាន់ខ្ញីម្ដងចាជាដំបូងគឺខ្ញុំធ្វើការចិតសបកខ្ញីឲ្យស្អាតសិនចំពោះខ្ញីកន្លែងណាដែលសបកវារាងខ្ចីទៅក៏ខ្ញុំកោសទៅហើយកន្លែងណាសបកវារាងចាស់ខ្ញុំក៏ចិតសបកចេញចាអញ្ចឹងបន្ទាប់ពីខ្ញុំចិតសបកខ្ញីស្អាតអីរួចអស់ហើយគឺខ្ញុំធ្វើការហាន់ខ្ញីជាប្រទះស្ដើងបែបនេះហើយបន្ទាប់មកខ្ញុំហាន់វាជាចំណិតតូចបែបនេះចារួចហើយគឺខ្ញុំយកខ្ញីហ្នឹងមកលាងទឹកឲ្យបានស្អាតជាមុនសិនហើយបន្ទាប់ពីខ្ញុំលាងខ្ញីស្អាតអស់ហើយគឺខ្ញុំមកលាងរំលក់សម្រាប់តុបម្ដងមានដូចជាតសក់ត្រប់ស្រួយស្លឹកខ្ទឹមចាអញ្ចឹងឥឡូវដល់វគ្គខ្ញុំមកជៀនពងទាជាមួយសៀងហើយគឺជាដំបូងគឺខ្ញុំចាក់ខ្លាញ់នៅក្នុងខ្ទះឲ្យវាក្តៅបន្តិចបន្ទាប់មកគឺខ្ញុំចាក់ខ្ញីចូលរួចហើយខ្ញុំធ្វើការកូរខ្ញីចុះឡើងមួយសន្ទុះហើយបន្ទាប់មកទៀតគឺខ្ញុំទុកខ្ញីហ្នឹងឲ្យវាឆ្អិនមួយចំហៀងសិនចាបន្ទាប់ពីខ្ញីវាបានឆ្អិនមួយចំហៀងហើយគឺខ្ញុំចាប់ផ្ដើមកូរខ្ញីហ្នឹងចុះឡើងមួយសន្ទុះទៀតបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមទុកខ្ញីហ្នឹងឲ្យវាឆ្អិនមួយចំហៀងទៀតចាហើយបន្ទាប់ពីវាឆ្អិនទាំងសងខាងហើយគឺខ្ញុំចាប់ផ្ដើមកូរខ្ញីហ្នឹងចុះឡើងឲ្យវាឡើងរាងស្រួយបន្តិចហើយឲ្យវាមានក្លិនឈ្ងុយកាន់តែខ្លាំងបន្តិចចារួចហើយខ្ញុំចាប់ផ្ដើមដាក់មើមខ្ទឹមសចូលរួចហើយខ្ញុំកូរវាចុះឡើងឲ្យក្លិនឈ្ងុយបន្តិចមកបន្ទាប់មកខ្ញុំកូរវាជាមួយនឹងខ្ញីដើម្បីឲ្យវាចូលជាតិគ្នាហើយឲ្យវាមានក្លិនកាន់តែឈ្ងុយចាហើយបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមចាក់គ្រឿងចូលបន្ទាប់ពីខ្ញុំចាក់គ្រឿងចូលរួចហើយខ្ញុំកូរវាបន្តិចហើយបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមដាក់ប្រេងចូលហើយនឹងស្ករត្នោតចូលចាបន្ទាប់មកខ្ញុំធ្វើការកូរវាឲ្យចូលជាតិគ្នាចាអញ្ចឹងខ្ញុំធ្វើការកូរវាចូលឡើងមកឲ្យវាចូលជាតិគ្នាបន្តិចសិនហើយបន្ទាប់មកគឺខ្ញុំចាក់ពងទាដែលខ្ញុំបានជៀនទុកបាននឹងចូលរួចហើយខ្ញុំចាក់ទឹកខ្ទឹមចូលហើយនឹងម្ទេសចូលគឺរួចជាការស្រេចចាអញ្ចឹងម្ហូបមុខនេះផងដែរគឺជៀនពងទាជាប់នៅជាមួយសៀងរបស់ខ្ញុំហ្នឹងគឺបានឆ្អិនរួចរាល់អស់ហើយអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏មានតែប៉ុណ្្នឹងទេចាហើយចុងក្រោយនេះខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនានៅវីដេអូរបស់នេះខ្ញុំតាំងពីដើមរហូតដល់ចប់ចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតចាបាយបាយ